ម៉ានេទីខាងមុខទៀតនេះព្រះមហាក្សត្រនឹងយាងនិវត្តន៍ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរាជធានីភ្នំពេញព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងនិវត្តន៍ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាវេលាម៉ោង 11 ថ្ងៃត្រង់ថ្ងៃទី 23 ធ្នូ 2015 តាមគម្រោងយាងនឹងអញ្ជើញទៅទទួលព្រះមហាក្សត្រដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលបន្តិចទៀតនេះរួមមានសម្ដេចវិបុលសេនាភក្តីសៃឈុំប្រធានព្រឹទ្ធសភាសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតីដៃជោហ៊ុនសែននាយករដ្ឋមន្ត្រីសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលព្រះរាជវង្សានុវង្សនិងអង្គទូតតំណាងប្រទេសជាមិត្តប្រចាំកម្ពុជាជាច្រើនអង្គនិងរូបទៀតរោងចក្រទាំង46ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងតៃសេងត្រូវបិទទ្វារទាំងស្រុងព្រឹកនេះខេត្តស្វាយរៀងរោងចក្រទាំង46ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan និងតៃសេងត្រូវបិទទ្វារទាំងស្រុងនៅថ្ងៃទី 23 ធ្នូ 2015 ដើម្បីរកវិធានការដោះស្រាយឲ្យបានចប់សិននិងបានសំណូមពរឲ្យសហជីពទាំង4ដែលកំពុងធ្វើការនៅក្រុងបាវិតជួយសម្របសម្រួលជាមួយតំណាងកម្មករនិងកម្មករឲ្យឈប់បន្តធ្វើកតកម្មបាតកម្មទៀតមុននេះពលរដ្ឋ20គ្រួសារក្នុងភូមិឫស្សីស្រុកបិទផ្លូវមិនឲ្យឡានដឹកខ្សាច់ចូលការដ្ឋានខេត្តកំពង់ស្ពឺសេចក្តីរាយការណ៍បានឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ20គ្រួសារបានលើកគ្នាមកបិទផ្លូវដើម្បីកុំឲ្យរថយន្តដឹកខ្សាច់បើកចូលក្នុងការដ្ឋានមួយកន្លែងដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10 ព្រឹកថ្ងៃទី 23 ធ្នូ 2015 នេះស្ថិតនៅចំណុចភូមិឫស្សីស្រុកឃុំត្រពាំងគ្រីលស្រុកសំរោងទងខេត្តកំពង់ស្ពឺប្រពន្ធបានឲ្យដឹងថាមូលហេតុដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវនេះគឺដោយសារតែកន្លងមកខាងក្រុមហ៊ុនរបស់ការដ្ឋាននោះបានបិទផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាល់ថ្ងៃលុះនៅព្រឹកនេះទើបប្រជាពលរដ្ឋធ្វើការបិទផ្លូវមួយច្រកទៀតមិនឲ្យខាងរថយន្តចូលដឹកខ្សាច់វិញទោះបីជាយ៉ាងណារហូតមកដល់ពេលនេះគេមិនទាន់ឃើញមានចំណាត់ការពីអាជ្ញាធរមូលដ្ឋាននៅឡើយទេព្រៃឈើនិងសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំព្រិចនឹងឈានទៅវិនិច្ឆ័យហិនហោចក្នុងពេលដ៏ខ្លីខេត្តមណ្ឌលគិរីបើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថាឈើប្រភេទសុក្រំផ្ចឹកនិងឈើប្រណិតដូចជាធ្នង់បេងនិងនូនក្នុងដែនការពារសត្វព្រៃភ្នំព្រិចបានឈានទៅរលាយហិនហោចពីមួយថ្ងៃទៅមួយថ្ងៃខណៈសកម្មភាពកាប់បំផ្លាញបានប្រព្រឹត្តរាល់ថ្ងៃពីសំណាក់ឈ្មួញដែលសកម្មភាពបំផ្លាញនោះស្ថិតនៅចំណុចភូមិសាស្ត្រក្បាលអូម៉ែធុក្រង់គុយក្រង់ត្រាចពីមក្រាយពីមអូតូភ្នំងតក្បាលអូខ្ញែងក្រង់ជីលោកអូមីងជុងអូកន្លះភ្នំកងខ្សាល់អូកញ្ចេះតាមដងអូរបស់អូម៉ាញ់អាប៉ោកមេរណាយុនកំពុងកាត់ឈើប្រមាណ400គ្រឿងចូលក្នុងព្រៃអាជ្រៀកចាប់តាំងពីខែមីនារហូតមកដល់ពេលបច្ចុប្បន្នសេចក្តីរាយការណ៍ពីប្រជាសហគមន៍បានឲ្យដឹងថាដែនជម្រកសត្វព្រៃភ្នំព្រិចស្ថិតនៅក្នុងភូមិសាស្ត្រ4ក្នុងខេត្តមណ្ឌលគិរីនិងខេត្តក្រចេះគឺស្រុកកែវសីមាកោះញែកពេជ្រដានិងស្រុកស្នូលមួយចំណែកធំដែលនៅសល់ព្រៃស្រោងនៅឡើយដែលជាគោលដៅក្រុមឈ្មួញរកស៊ីឈើកំពុងតែស្រក់ទឹកមាត់និងប្រើប្រាស់ល្បិចកលគ្រប់រូបភាពដើម្បីបានបន្លំកាប់ឈើទាំងនោះដែនជម្រកសត្វព្រៃភ្នំព្រិចកំពុងជាគោលដៅក្រុមឈ្មួញមានងារសុទ្ធតែអុកញ៉ាកំពុងជ្រៀតចូលកាន់កាប់ដីព្រៃសម្បទានក្នុងបំណងប្រើប្រាស់ជាខែលដើម្បីបន្លំលួចកាប់ឈើនៅក្រៅដែនដីរបស់ក្រុមហ៊ុនខ្លួនដែលសកម្មភាពនេះបានប្រព្រឹត្តទៅហើយនៅដែនជម្រកសត្វព្រៃភ្នំព្រិចសប្តាហ៍ថ្ងៃសេចក្តីរាយការណ៍បានបន្តថាជ្រកក្រោមអំណាចឥទ្ធិពលរបស់អុកញ៉ានិងមន្ត្រីយោធាពីររូបនៅខេត្តក្រចេះមានឈ្មោះខីផេងនិងឈ្មោះផយពកដែលជាម្ចាស់ស្ថានីយ៍ប្រេងនៅខេត្តក្រចេះដែរនោះពួកគេជាឈ្មួញឈើដុសស្លែរាប់ចំនួនមកហើយដោយមេឈ្មួញទាំងពីររូបនេះមានកូនចៅប្រើរណាយន្តជាង200គ្រឿងក្នុងម្នាក់ដើម្បីធ្វើសកម្មភាពកាប់និងប្រមូលទិញឈើយ៉ាងអនាធិបតេយ្យនៅក្នុងដែនព្រៃសហគមន៍ដែនជម្រកសត្វព្រៃភ្នំព្រិចចំណែកប្រជាពលរដ្ឋរស់នៅឃុំស្រែឈូកស្រុកកែវសីមាបានថ្លែងថាបច្ចុប្បន្ននេះ
បើគេចូលទៅដល់ក្នុងតំបន់ព្រៃជ្រៅគេមិនអាចស្ដាប់ឮសំឡេងសត្វព្រៃយំឬស្រែកអ្វីទៀតឡើយក្រៅពីឮសំឡេងរណាយន្តអាឈើទាំងយប់ទាំងថ្ងៃដែលនឹងធ្វើឲ្យដែនជម្រកសត្វព្រៃភ្នំព្រិចវិនាសក្នុងពេលដ៏ខ្លីខាងមុខបើគ្មានវិធានការបង្ក្រាបទប់ស្កាត់ជាបន្ទាន់នោះទេចំណែកសត្វព្រៃធំៗដូចជាដំរីខ្ទីងទន្សោងក៏គេកម្របានឃើញដោយកាលពីមុនដែរតែសម្រាប់សត្វជ្រូកព្រៃទន្សាយស្វាមកនៅក្បែរព្រៃក្រោយផ្ទះប្រជាពលរដ្ឋដោយសារគ្មានជម្រកដោយឡែកប្រជាសហគមន៍ជនជាតិដើមភាគតិចបាននិយាយដែរថាកុំថាឡើយព្រៃការពារឬព្រៃអភិរក្សដែលរងនៅការកាប់បំផ្លាញសូម្បីឈើនៅក្នុងសហគមន៍ដែលបំរុងទុកឲ្យកូនចៅជំនាន់ក្រោយប្រើប្រាស់និងទុកឲ្យពួកគេស្គាល់នៅប្រភេទដើមឈើព្រៃក្នុងស្រុកខ្មែរក៏គេលួចកាប់ស្ទើរអស់គ្មានសល់ការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងអន្ទ្រងឃុំចុងផ្លាស់ស្រុកពេជ្រដាជ្រកក្រោមស្លាកក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចតែស្ថិតនៅក្រៅដែនសីមាសម្បត្តិអស់ដឹកជញ្ជូនឈើចូលបន្លំជាមួយឈើស្របច្បាប់ក្នុងព្រៃក្រុមហ៊ុនបើទោះជាព្រៃសម្បត្តិរបស់ក្រុមហ៊ុននីមួយៗកាប់គ្មានសល់ដើមឈើធំៗតែនៅតែឃើញឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុនដែលមានទីតាំងនៅតំបន់ការពារសត្វព្រៃភ្នំព្រិចបែរជាដឹកឈើរាប់សិបឆ្នាំមកហើយមិនចេះអស់ហើយឈើទាំងនោះទៀតសោតសុទ្ធតែប្រភេទឈើស្រស់ថ្មីអាចជ្រៀករួចដឹករាល់យប់យកទៅប្រទេសវៀតណាមតាមព្រំដែននៃខេត្តត្បូងឃ្មុំដែលក្នុងមួយយប់មានឈើមិនតិចជាង30ទៅ40រថយន្តយីដុបនោះទេពាក់ព័ន្ធនឹងបញ្ហាខាងលើនៅព្រឹកថ្ងៃទី23ធ្នូ2015គេហទំព័រកសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺបានទេពីលោកសំរងឌីវិចិត្រនាយកដែនជម្រកសត្វព្រៃភ្នំព្រិចនិងលោកឈិតសុផលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជនមិនស្គាល់មុខចាប់រំលោភក្មេងស្រីអាយុ6ឆ្នាំរហូតរបួសធ្ងន់រត់គេចខ្លួនបាត់ខេត្តឧត្តរមានជ័យក្មេងស្រីអាយុ6ឆ្នាំម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់រំលោភរហូតបានសម្រេចហើយត្រូវបានប្រជាការពារភូមិប្រទះឃើញដេកស្ដោកស្ដឹងនៅក្នុងព្រៃបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី22ធ្នូ2015ភូមិតាដេវឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្តរមានជ័យស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបានរៀបរាប់ថារូបគាត់មានកូនចំនួន4នាក់ប្រុសម្នាក់មុនពេលកើតហេតុក្មេងស្រីរងគ្រោះជាកូនទី3បានចេញពីផ្ទះទៅរៀននៅសាលាបឋមសិក្សាតាដេវជាសិស្សថ្នាក់ទី1ដែលមានចម្ងាយពីផ្ទះ800ម៉ែត្រក្នុងភូមិឃុំខាងលើស្ត្រីដដែលបានបញ្ជាក់ថាគាត់បានដឹងពីរឿងនេះដោយសារតែមានប្រជាការពារភូមិម្នាក់ដើរក្នុងព្រៃប្រទះឃើញកូនរបស់គាត់កំពុងតែដេកដួលស្ដោកស្ដឹងហើយបានរត់មកប្រាប់ពួកគាត់ជាឪពុកម្ដាយនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងតែដោយសារតែមានសភាពធ្ងន់ធ្ងរគ្រូពេទ្យបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តលោកវរៈស្នេហ៍តូងួនរិទ្ធមេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថាក្មេងស្រីរងគ្រោះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនមិនស្គាល់មុខរំលោភបានសម្រេចហើយវានឹងអាចសម្លាប់ក្មេងស្រីក៏អាចថាបានដែរតែដោយសារមានប្រជាការពារភូមិក្នុងព្រៃទើបជនមិនស្គាល់មុខរត់គេចខ្លួនបន្សល់ទុកម៉ូតូម៉ាកវែវកញ្ចាស់មួយគ្រឿងនៅកន្លែងកើតហេតុលោកវរៈស្នេហ៍តូបន្តថាទោះជាបែបណាក៏ដោយ PM និងប៉ូលីសបាននឹងកំពុងរុករកស្រាវជ្រាវនៅគ្រប់ទីកន្លែងដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសឲ្យខានតែបានបរិសម្នាក់លួចឈើច្រើនលើកចុងក្រោយត្រូវម្ចាស់ក្របួយជាប់ខេត្តឧត្តរមានជ័យបរិសម្នាក់ជាប់ចោទចូលលួចឈើរបងជាច្រើនលើកតែលើកចុងក្រោយនេះត្រូវម្ចាស់គេទាន់ចាប់បានប្រគល់ឲ្យកម្លាំង PM ស្រុកអន្លង់វែងកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី21ធ្នូ2015ស្ថិតនៅក្នុងភូមិលំទងឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យប្រភពបានដឹងថាជនសង្ស័យឈ្មោះសុកប៉ាងអាយុ21ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពចូលលួចឈើរបស់ឈ្មោះទេមរតនៈភេទប្រុសអាយុ32ឆ្នាំមានទីលំនៅជាមួយគ្នាជាមួយចំនួន2លើកមកហើយតែលើកទី3ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យ PM ស្រុកលង្វែងចុះទៅយកភ្លាមនឹងនៅកន្លែងតែម្ដងប្រភពបន្តថាឈើបេងចំនួន2សន្លឹកដែលមានទំហំ5 x 2 ម៉ែត្រពីទឹកនេះដែលជនជាប់ចោទលួចបើគិតជាទឹកប្រាក់ស្មើនឹង$1000អាមេរិកបច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅទីបញ្ជាការអាវុធហត្ថនៅឡើយទៅកាប់ព្រៃក្រោយផ្ទះរអិលជើងដួលលើកំបិតខ្វែវមុតដេជាច្រើនធ្នេរខេត្តប៉ៃលិនមន្ត្រីយោធាម្នាក់រងរបួសដាច់សរសៃកែង
ដៃស្ដាំយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទៅកាប់ឆ្កាព្រៃនៅក្រោយផ្ទះរបស់ខ្លួនខណៈកំពុងដើរក៏ទាក់នឹងជើងនឹងវល់ដួលចំកាំបិតខ្វែវបណ្ដាលឲ្យមុតរងរបួសធ្ងន់ហើយត្រូវសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយការនេះបានកើតឡើងកាលពីវេលាម៉ោង 10:15 នាទីព្រឹកថ្ងៃទី 21 ធ្នូ 2015 ស្ថិតនៅក្នុងភូមិលាក់ 62 ឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបងប្រពន្ធបានដឹងថាជនរងគ្រោះឈ្មោះឡាំសវុតភេទប្រុសអាយុ 43 ឆ្នាំជាមន្ត្រីយោធានៅវរៈ 535 ចំណុចស្រែម្អមរស់នៅភូមិឃុំខាងលើប្រពន្ធពីជនរងគ្រោះបានដឹងថាមុនពេលកើតហេតុរូបគេចេញពីបន្ទាយស្រែម្អមទៅលេងផ្ទះរបស់ខ្លួនលុះឃើញមានព្រៃស្ដុកនៅក្បែរផ្ទះដុះទ្រុបទ្រុលច្រើនពេកក៏ទាញយកកាំបិតខ្វែវទៅកាប់ឆ្កាតាំងពីព្រឹករហូតដល់ម៉ោង 10 ជាងស្រាប់តែដើរទាក់នឹងខ្សែវរបណ្ដាលឲ្យដួលទៅលើកាំបិតមុតចំកែងដៃខាងស្ដាំបណ្ដាលឲ្យដាច់សរសៃឈាមហូរយ៉ាងច្រើនក៏ស្រែកហៅឲ្យសាច់ញាតិមកជួយនិងបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេះតែម្ដងចាប់ផ្សឹកព្រះសង្ឃ2អង្គទៀតពាក់ព័ន្ធពីបទរួមគំនិតលួចលុយបច្ច័យវត្ត $10,000 ខេត្តកំពង់ធំពាក់ព័ន្ធនឹងរឿងព្រះសង្ឃផ្សំគំនិតគ្នាលួចលុយវត្តនេះនៅមានសង្ឃ2អង្គទៀតដែលត្រូវបានចាប់ផ្សឹកនៅក្នុងវត្តទេពនិមិត្តស្ថិតនៅក្នុងសង្កាត់កំពង់រតេះក្រុងស្ទឹងសែនដែលជាវត្តគ្រប់គ្រងដោយបរិយាគុណអនុគុណខេត្តកំពង់ធំកាលពីយប់ថ្ងៃទី 22 ធ្នូ 2015រួមមានឈ្មោះលេងពេជ្រអាយុ 16 ឆ្នាំនិងឈ្មោះរ៉ាន់សុធារាអាយុ 16 ឆ្នាំដូចគ្នាជាសង្ឃគង់នៅក្នុងវត្តស្រយៅជាប់ពាក់ព័ន្ធពីបទសំគំនិតលួចលុយក្នុងវត្តនិងពីបទដឹងហើយមិនព្រមរាយការណ៍ប្រពន្ធពីសមត្ថកិច្ចបានដឹងថានៅរសៀលថ្ងៃទី 23 ធ្នូ 2015 នេះនឹងបញ្ជូនខ្លួនជនសង្ស័យទាំង 4 នាក់ទៅកាន់តុលាការបើទោះបីជាមានការសុំអន្តរាគមន៍ឲ្យនៅក្រៅឃុំយ៉ាងណាក្តីក៏សមត្ថកិច្ចមិនហ៊ានសម្រេចដែរគឺទាល់តែតុលាការទើបអាចសម្រេចបានហើយអ្នកទាំង 4 ដែលត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះមានឈ្មោះ 1 ឆែមបូរី 2 ឈ្មោះលេងពេជ្រ 3 ឈ្មោះរ៉ាន់សុធារាទាំង 3 នាក់គឺជាសង្ឃដែលត្រូវបានចាប់ផ្សឹកនិង 4 ឈ្មោះមុលប៊ុនធឿនជាមិត្តភ័ក្តិរបស់លោកចំណែកឈ្មោះហេងសុកមានអាយុ 18 ឆ្នាំរស់នៅភូមិពុកយុកសង្កាត់ស្រយៅក្រុងស្ទឹងសែនដែលបានកំពុងតែរត់គេចខ្លួនដោយនាំយកទាំងលុយមួយចំនួនធំទៅផងនោះសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនរហូតមកដល់ថ្ងៃទី 23 ធ្នូ 2015 នេះបើតាមប្រភពព័ត៌មានពីភិក្ខុព្រះនាមអល់វិចិត្រមានសង្ឃដីកាប្រាប់តាមទូរស័ព្ទថាចំពោះបច្ច័យដែលបាត់នោះមានចំនួនជាង $10,000 សមត្ថកិច្ចដកហូតបានពីជនសង្ស័យបានចំនួន $2,500 ខ្សែដៃផ្លាទីនមួយខ្សែនិងចិញ្ចៀនមួយវង់មិនដឹងថាទម្ងន់ប៉ុន្មាននោះទេប្រគល់ជូនលោកវិញហើយម៉ូតូចំនួន 2 គ្រឿងដែលជនសង្ស័យឈ្មោះឆែមបូរីបានទិញពីហាងឈ្មោះជាម2ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ក្របៅសង្កាត់កំពង់ក្របៅក្រុងស្ទឹងសែនប្រគល់ជូនទៅខាងលោកវិញដែរព្រះអង្គក៏បានសូមឲ្យម្ចាស់ហាងជាម2ទិញយកម៉ូតូទាំង 2 គ្រឿងនេះវិញដោយខាតតិចតួចពីព្រោះតែព្រះសង្ឃមិនត្រូវការប្រើទេហើយម៉ូតូនេះទើបតែទិញបានរយៈពេល 2 ថ្ងៃតែប៉ុណ្ណោះតែត្រូវម្ចាស់ហាងឈ្មោះជាម2នេះឲ្យខាតចំនួន$780ឯណោះទើបព្រះអង្គមិនទាន់លក់ឲ្យគេវិញពីព្រោះខាតច្រើនពេកប្រជាពលរដ្ឋបានសំណូមពរទៅដល់ស្ថាប័នតុលាការខេត្តកំពង់ធំមេត្តាជួយមេវិធានការចំពោះម្ចាស់ហាងខាងលើនេះផងទិញម៉ូតូ 2 គ្រឿងចេញពីហាងបានតែ 2 ថ្ងៃឲ្យខាតទៅដល់$780មិនខុសអីទៅដាក់កគេជំរិតយកលុយនោះទេហេតុអីក៏មិនទៅប្លន់តែម្ដងទៅចាប់ត្រាក់តូរបស់ជនជាតិវៀតណាម 5 គ្រឿងខណៈម្ចាស់គេចខ្លួនអស់ខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី 22 ធ្នូ 2015 កម្លាំងជំនាញនៃព្រៃការពារនិងនគរបាលវរៈការពារព្រំដែនគោកប៉ុស្តិ៍សម្រាប់ចាប់ឃាត់ត្រាក់តូរបស់ជនជាតិវៀតណាមចំនួន 5 គ្រឿងស្ថិតនៅក្នុងស្រុកកោះញែករីឯអ្នកបើកបរត្រាក់តូទាំង 5 នាក់គេចខ្លួនចូលព្រៃបាត់លោកកែវសុភ័ក្រអនុប្រធានព្រៃការពារ WWF ឲ្យដឹងថាត្រាក់តូចំនួន 5 គ្រឿងនោះមាន 4 គ្រឿងដឹកឈើហុបមូលនិងឈើឡាំជ្រុងចំនួន 30 កំណាត់ប្រភេទឈើស្រឡៅសុក្រំផ្ចឹកនិងមួយគ្រឿងទៀតមានសណ្ដោងរមាក់អត់មានដឹកឈើដោយអ្នកបើកត្រាក់តូទាំង 5 នាក់ជាជនជាតិវៀតណាមរត់គេចខ្លួនបាត់បច្ចុប្បន្នកម្លាំងចម្រុះកំពុងធ្វើការដឹកជញ្ជូនវត្ថុតាងទាំងនេះយកម្ករក្សាទុកនៅស្នាក់ការអភិរក្សនគរបាលស្រុកវ៉ារិនចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋដល់លំនៅឋានខេត្តសៀមរាបកម្លាំងនគរបាលស្រុកវ៉ារិនដឹកនាំដោយលោកវរៈសេនីយ៍តូនប់សារៈ
អធិការនគរបាលស្រុកវ៉ារិនបានជំរុញកិច្ចប្រតិបត្តិការលើការងារផ្តល់សេវាជាសាធារណៈចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់ពលរដ្ឋនៅក្នុងមូលដ្ឋានបានចំនួន4ឃុំស្មើនឹង23ភូមិស្មើនឹង1087សន្លឹកដែលស្នងការបកគលមកដល់ស្រុកវ៉ារិនដើម្បីទុកចែកជូនប្រជាពលរដ្ឋដោយមិនយកលុយកាក់ពីពួកគាត់នោះទេហើយកម្លាំងអធិការបានចុះជាប្រចាំដើម្បីជំរុញមន្ត្រីជំនាញអត្តសញ្ញាណប័ណ្ណចុះបំពេញបែបបទនិងថតរូបជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចាប់ពីអាយុ15ឆ្នាំឡើងទៅឲ្យបានគ្រប់គ្នានិងអ្នកមានអត្តសញ្ញាណប័ណ្ណសេរីចាស់ត្រូវមកបដូរយកអត្តសញ្ញាណប័ណ្ណគំរូថ្មីប្រើជាផ្លូវការវិញចុះផ្ដល់សិភៅគ្រួសារក4តាមគ្រួសារសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់តាមការចាំបាច់មិនមានបង់ប្រាក់នោះទេពង្រឹងសភាពការសន្តិសុខតាមចំណុចងាយរងគ្រោះនឹងតាមគោលដៅស្មុគស្មាញល្បាតពូនស្ទាកបង្ការទប់ស្កាត់មិនឲ្យមានក្រុមទុច្ចរិតធ្វើសកម្មភាពមកលើប្រជាពលរដ្ឋស្លូតត្រង់និងអាជីវករបានដោយឆក់ឱកាសនោះទេសំណូមពរឲ្យពុកម៉ែបងប្អូនដែលរៀបចំកម្មវិធីផ្សេងៗទាំងអស់ត្រូវមកសុំកម្លាំងនគរបាលប៉ុស្តិ៍នៅក្នុងមូលដ្ឋានជួយការពាររក្សាសណ្ដាប់ធ្នាប់ជូនដើម្បីឲ្យកម្លាំងប៉ុស្តិ៍រាយការណ៍មកអធិការដ្ឋានដើម្បីដាក់ផែនការជាក់ស្ដែងនិងជួយសហការគ្នាដល់ប៉ុស្តិ៍គ្រប់មូលដ្ឋានក្រែងមានកើតហេតុផលណាមួយ